100 ទស្សនៈរស់នៅយ៉ាងមានក្តីសុខនិពន្ធដោយយ៉ាន់វាសនាអត្ថបទទី12រវល់ពាក្យថារវល់គ្រាន់តែជាលេសរបស់មនុស្សខ្ជិលដែលចង់គេចវេសពីបញ្ហាអ្វីមួយតែប៉ុណ្ណោះជួនកាលសូម្បីតែឆ្លៀតក៏ខ្ជិលឆ្លៀតដែរបើវាជារឿងដែលអត់ប្រយោជន៍នោះភាពខ្ជិលរបស់យើងគឺជាការត្រឹមត្រូវតែពេលខ្លះយើងបែរទៅជារវល់ជាមួយរឿងដែលអត់ប្រយោជន៍និងឥតបានការទាំងនោះទៅវិញបើនិយាយពីពេលទំនេរនោះគ្មានអ្នកណាទំនេរជាងអ្នកណាឡើយពេលវេលាមាន24ម៉ោងក្នុងមួយថ្ងៃដូចគ្នាហេតុអ្វីបានជាអ្នកខ្លះមានពេលវេលាទៅរៀនមានពេលនាំគ្រួសារដើរកម្សាន្តមានពេលជួបជុំមិត្តភ័ក្តិនិងបងប្អូនបានអាចនិយាយបានថាមកពីពួកគេជាមនុស្សដែលពូកែឆ្លៀតឬមកពីពួកគេមិនសូវចំណាយពេលលើរឿងឥតប្រយោជន៍ច្រើនឬអាចនិយាយបានម្យ៉ាងទៀតថាដោយសារតែពួកគេមានជំនាញក្នុងការគ្រប់គ្រងពេលវេលា13ការគ្រប់គ្រងពេលវេលាការគ្រប់គ្រងពេលវេលាគឺសំដៅទៅដល់ការស្គាល់និងចេះបែងចែកការងារជាអាទិភាពហេតុអ្វីត្រូវចេះបែងចែកនិងស្គាល់ការងារជាអាទិភាពព្រោះដើម្បីបំពេញនិងដោះស្រាយការងារទាំងនោះឲ្យបានល្អនិងមានពេលវេលាដើម្បីធ្វើរឿងដែលមានប្រយោជន៍ផ្សេងទៀតដើម្បីបំពេញនិងដោះស្រាយការងារមួយចំនួនបានល្អយើងត្រូវស្គាល់ពីប្រភេទការងារទាំងនោះថាការងារណាជាការងារចាំបាច់ការងារណាជាការងារបន្ទាប់បន្សំហើយការងារណាដែលត្រូវស្នើឲ្យអ្នកដទៃជួយបើយើងមិនស្គាល់និងមិនចេះបែងចែកនៅរាល់ការងារដែលត្រូវបំពេញឲ្យត្រូវទៅតាមលំដាប់លំដោយទេយើងមកតែធ្វើការងារនេះបន្តិចការងារនោះបន្តិចហើយយើងនឹងទទួលបានផលពីការងារនោះតែបន្តិចបន្តួចឬមិនទទួលផលឲ្យសោះក៏ថាបានព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាការងារទាំងឡាយណាដែលមិនច្របូកច្របល់គឺជាមង្គលដ៏ឧត្តម14មិត្តភាពពាក្យថាមិត្តភាពមិនមែនទាល់តែជួយគ្នាគ្រប់រឿងនោះទេហើយក៏មិនមែនទាល់តែជួបជុំគ្នារាល់ថ្ងៃនោះដែររឹតតែមិនស្ថិតនៅលើទ្រព្យសម្បត្តិឬរបស់ប្រើប្រាស់ផ្សេងទៀតមិត្តភាពគឺកើតចេញពីអារម្មណ៍រីករាយនៅពេលដែលយើងនឹកដល់អនុស្សាវរីយ៍ដែលបានសាងរួមគ្នានៅសាលារៀននៅកន្លែងធ្វើការឬនៅទីកន្លែងផ្សេងទៀតដូច្នេះយើងគួរតែគប្បីធ្វើរឿងណាដែលល្អឲ្យបានច្រើនខណៈពេលដែលយើងកំពុងតែរៀនឬពេលដែលយើងកំពុងធ្វើការមិត្តភាពនឹងមិនសាបសូន្យនោះឡើយបើយើងបានធ្វើរឿងល្អជាមួយគ្នាឲ្យបានច្រើននោះហើយវានឹងមិនសាបសូន្យនោះឡើយបើយើងគិតថាជារឿងដែលសំខាន់15រងគ្រោះព្រោះចរិតពេលខ្លះមនុស្សពូកែអួតក៏ជ្រិញរឹកមនុស្សដែលពូកែនឹងចូលចិត្តអួតដូចគ្នាដែរមនុស្សដែលនិយាយច្រើនក៏មិនចូលចិត្តអ្នកដែលនិយាយច្រើនដូចគ្នាដែរមនុស្សដែលមានចរិតដូចគ្នាមិនប្រកាសថាអាចរស់នៅជាមួយគ្នាបាននោះទេចុះទម្រាំមនុស្សដែលមានចរិតផ្ទុយគ្នាថាតើអាចរស់នៅជាមួយគ្នាបានដោយរបៀបណាសត្វខ្លាដែលជាប់អន្ទាក់ដាច់ស្បែកហូរឈាមប្រឡាក់ពេញខ្លួនមិនមែនគ្មានអ្នកអាណិតនោះទេប៉ុន្តែដោយសារខ្លាជាសត្វដែលមានចរិតកាយសាហាវឃោឃៅទើបបានជាគ្មានអ្នកជួយបើជាសត្វដែលស្លូតបូតវិញប្រហែលជាមានអ្នកយកទៅចិញ្ចឹមថែមទៀតក៏ថាបានវាមិនខុសអីពីមនុស្សដែលមានចរិតពូកែអួតក្អេងក្អាងឆ្លើយចូលចិត្តមើលងាយដល់ដទៃដែលអន់ខ្សោយជាខ្លួននោះទេមនុស្សប្រភេទនេះបើមានបញ្ហាដោយហេតុណាមួយប្រហែលជាពិបាករកមនុស្សក្នុងការជួយណាស់
តែបើមនុស្សដែលមានចរិតស្លូតបូតចេះដាក់ខ្លួនមិនដែលមើលងាយអ្នកដទៃនិងចូលចិត្តជួយអ្នកដទៃវិញនោះប្រសិនបើនៅពេលដែលមានបញ្ហាប្រហែលជាមិនខ្វះអ្នកជួយនោះទេ16ពាក្យលើកទឹកចិត្តពាក្យលើកទឹកចិត្តទាំងអស់ភាគច្រើនសុទ្ធតែល្អគ្រាន់តែពេលខ្លះវាមិនត្រូវតាមពេលវេលានិងស្ថានភាពជាក់ស្ដែងរបស់អ្នកណានាពេលបច្ចុប្បន្នប៉ុន្តែអ្នកក៏មិនត្រូវបោះបង់ចោលពាក្យលើកទឹកចិត្តទាំងនោះដែរព្រោះថ្ងៃណាមួយពាក្យទាំងនោះអាចជាគ្រឿងជំរុញចិត្តរបស់អ្នកឲ្យរីកចម្រើននាពេលអនាគតបានសរុបមកពាក្យលើកទឹកចិត្តទាំងនោះគឺស្ថិតលើការគិតរបស់អ្នកដដែលតើពេលនេះក្នុងស្ថានភាពបែបនេះការសម្រេចចិត្តរបស់អ្នកថាគួរធ្វើឬមិនគួរធ្វើទៅតាមពាក្យទាំងនោះគឺវាសំខាន់ណាស់បើធ្វើត្រូវអ្នកនឹងរីកចម្រើនតែបើធ្វើខុសអ្នកនឹងជួបបញ្ហា17ធម្មជាតិផ្ដល់ឱកាសជានិច្ចធម្មជាតិនេះមិនបានផ្ដាច់ការពេកទេហើយក៏មិនបានផ្ដល់លក្ខខណ្ឌដាច់ខាតណាមួយសម្រាប់ជីវិតតែបើអ្នកល្ងងមិនមែនដាច់ខាតអ្នកត្រូវតែរស់នៅក្នុងភាពជាមនុស្សល្ងងនោះទេបើអ្នកក្រមិនមែនដាច់ខាតអ្នកត្រូវតែក្រក្នុងនាមជាអ្នកក្រអស់មួយជីវិតនោះដែរបើអ្នកធ្វើខុសមិនមែនដាច់ខាតអ្នកមិនអាចធ្វើការកែប្រែនៅរាល់កំហុសខុសឆ្គងទាំងនោះបានដែរធម្មជាតិនេះតែងតែផ្ដល់ឱកាសជានិច្ចគឺផ្ដល់ឱកាសរហូតទាល់តែអារម្មណ៍សោកស្ដាយនិងអស់ពេលវេលាដើម្បីប្រើឱកាសដែលខ្លួនមានរាល់ថ្ងៃនេះគឺសុទ្ធតែជាឱកាសសម្រាប់អ្នកដើម្បីធ្វើការអភិវឌ្ឍខ្លួនវានៅត្រង់ថាតើអ្នកចង់ធ្វើការអភិវឌ្ឍខ្លួនរបស់អ្នកដែរឬទេ18កុំបង្ខំចិត្តអ្នកដទៃគេមិនគ្រប់អ្នកអាចមកពីអ្នកមិនមែនជាមនុស្សដែលគួរឲ្យគេគោរពដូច្នេះកុំបង្ខំឲ្យគេគោរពអ្នកតែត្រូវធ្វើខ្លួនជាមនុស្សដែលគួរឲ្យគោរពកុំបង្ខំឲ្យគេស្រឡាញ់អ្នកតែត្រូវធ្វើខ្លួនឲ្យคล้ายទៅជាមនុស្សដែលសមនឹងទទួលបាននៅក្តីស្រឡាញ់អំពីគេកុំបង្ខំគេឲ្យលះបង់ដើម្បីអ្នកតែត្រូវធ្វើខ្លួនជាមនុស្សដែលមានតម្លៃដែលគេអាចលះបង់អ្វីមួយដើម្បីអ្នកបានគេអាចធ្វើរឿងអ្វីតាមដែលអ្នកបង្ខំបានតែទង្វើទាំងឡាយដែលធ្វើឡើងដោយមិនបានចេញពីក្នុងដួងចិត្តពិតប្រាកដវាជារឿងឥតប្រយោជន៍បើអ្នកជាមនុស្សដែលមានកិរិយាមារយាទនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះអ្នកនឹងទទួលបាននូវការតបស្នងត្រឡប់មកវិញដោយចេញពីដួងចិត្តពិតប្រាកដរបស់អ្នកដទៃដោយគ្មានការបង្ខិតបង្ខំ19ជីវិតក្នុងបណ្ដាញសង្គមបើតាមការសង្កេតរបស់ខ្ញុំជីវិតនៅក្នុងបណ្ដាញសង្គមជាជីវិតមួយដែលមានអ្វីៗគ្រប់បែបយ៉ាងឬក៏អាចហៅបានថា perfect life ក្នុងបណ្ដាញសង្គមមនុស្សភាគច្រើនគឺមានអីអួតនឹងឡានទំនើបផ្ទះវិឡាការងារល្អតួនាទីមុខតំណែងធំរបស់ប្រើប្រាស់ថ្លៃទាន់សម័យជាដើមដោយសារតែការអួតសម្ញែងរបស់ទាំងនោះទើបបានជាពេលខ្លះយើងទៅច្រណែននឹងជីវិតដែលនៅក្នុងបណ្ដាញសង្គមទៅវិញទាំងមិនបានដឹងថាវាជាការពិតឬជាការคล้ายคล้ายនោះទេយើងមិនដឹងថាតើមានអ្វីខ្លះនៅពីក្រោយភាពមានបានភាពហ៊ឺហាភាពល្បីល្បាញនិងមុខតំណែងរបស់ពួកគេនោះទេទាំងអស់នោះគឺគ្រាន់តែជាជ្រុងមួយនៃជីវិតប៉ុណ្ណោះ
ហើយមួយជ្រុងទៀតគេព្យាយាមលាក់អ្នកប្រហែលជាឆ្ងល់ថាតើវាជារឿងអ្វីបានជាគេព្យាយាមលាក់បើវាជារឿងល្អនោះប្រហែលជាគេមិនព្យាយាមលាក់នឹងយើងនោះទេ20គ្មានអ្នកណាគ្រាន់បើជាងអ្នកណានោះទេស្របពេលដែលអ្នកទើបតែទទួលបានមុខតំណែងថ្មីជាអ្នកគ្រប់គ្រងគេកំពុងតែកាន់តំណែងជាប្រធានស្របពេលដែលអ្នកទទួលបានប្រាក់ខែជាង$500អ្នកដទៃគេកំពុងទទួលបានប្រាក់ខែ$2000ស្របពេលដែលអ្នកទើបនឹងទិញឡានថ្មីជាង$10000អ្នកដទៃគេកំពុងតែជិះឡានជាង$1,000,000ស្របពេលដែលអ្នកអួតអំពីរបស់ប្រើប្រាស់មុខតំណែងតួនាទីក្នុងបណ្ដាញសង្គមអ្នកដទៃគេកំពុងសើចចំអកឲ្យអ្នកពេលខ្លះអ្នកគិតថាអ្នកគ្រាន់បើជាងគេតែតាមពិតអ្នកកំពុងតែច្រឡំនឹងវង្វេងខ្លួនឯងទេតា21ឧបករណ៍ស្រូបទាញការគោរពមនុស្សភាគច្រើនតែចង់បានការគោរពពីអ្នកដទៃតែខ្លួនជាមនុស្សចូលចិត្តមើលងាយនិងមិនឲ្យតម្លៃដល់អ្នកដទៃដែលអន់ខ្សោយជាងខ្លួនទៅវិញពេលខ្លះអ្នកគិតថារៀនបានខ្ពស់មានការងារល្អមានតំណែងធំមានលុយច្រើនជាងអ្នកដែលទទួលបានពីការគោរពអ្នកដទៃតាមពិតវាមិនដូចនេះនោះទេបើគេគោរពក៏ជាការគោរពដែលមិនចេញពីដួងចិត្តពិតប្រាកដនោះដែររបស់អស់ទាំងនោះគឺជាអំណាចរបស់អ្នកដែលអាចជួយឲ្យអ្នកសម្រេចនៅអ្វីដែលអ្នកចង់បានតែប៉ុណ្ណោះតែអ្វីទៅជាឧបករណ៍ស្រូបទាញការគោរពពីអ្នកដទៃនោះគឺអត្តចរិតដែលតែងតែជ្រះឆ្អាលសុខទុក្ខរបស់អ្នកដទៃជួយសង្គមចេះគោរពនិងឲ្យតម្លៃមនុស្សដែលគួរឲ្យគោរពនិងមិនមើលងាយមើលថោកដល់មនុស្សដែលខ្សោយជាងខ្លួនឧបករណ៍តាក់ទាញភាពស្មោះត្រង់មនុស្សភាគច្រើនតែងតែចង់បានមនុស្សស្មោះត្រង់និងចេះយល់ចិត្តមកនៅក្បែរខ្លួនព្រោះថាមនុស្សប្រភេទនេះនឹងមិនធ្វើឲ្យគេស្មុគស្មាញនិងអាចធ្វើឲ្យគេរស់នៅក្នុងស្ថានភាពមួយដែលរីករាយថែមទៀតផងអ្នកចង់បានមនុស្សស្មោះត្រង់សួរថាតើអ្នកជាមនុស្សស្មោះត្រង់ហើយឬនៅតើអ្នកជាមនុស្សស្មោះត្រង់ដែលអ្នកចង់បាននោះត្រូវមានលក្ខខណ្ឌបែបណាជាមនុស្សដែលមិនចេះនិយាយកុហកត្រូវតែនិយាយប្រាប់អ្នកគ្រប់រឿងឬមួយក៏ត្រូវតែធ្វើអ្វីតាមតែបញ្ជាអ្នកគ្រប់បែបយ៉ាងបើបែបនោះមែនប្រហែលជាអ្នកមិនអាចរកមនុស្សដែលស្មោះត្រង់បាននោះទេចូលសម្លឹងទៅមើលក្នុងដួងចិត្តរបស់អ្នកតើរូបអ្នកជាមនុស្សប្រភេទណាពេលខ្លះអ្នកដទៃប្រព្រឹត្តចំពោះអ្នកដូចអ្វីដែលអ្នកបានប្រព្រឹត្តចំពោះគេដែរដូច្នេះបើអ្នកចង់បានមនុស្សស្មោះត្រង់ទាល់តែអ្នកជាមនុស្សស្មោះត្រង់ដូចគ្នាដែរ23រឿងល្អនិងរឿងអាក្រក់ជីវិតរបស់អ្នកគឺស្ថិតនៅចំណុចកណ្ដាលនៃរឿងល្អនិងរឿងអាក្រក់អ្នកមិនអាចជ្រើសរើសយកមួយហើយចោលមួយបាននោះទេពួកវាទាំងពីរនៅអមដំណើរជីវិតជានិច្ចរហូតដល់ថ្ងៃស្លាប់ទៅវិញពិតមែនតែអ្នកចង់ជួបរឿងល្អៗក្នុងជីវិតតែបើជួបរឿងល្អរាល់ថ្ងៃពេកវាធ្វើឲ្យអ្នកក្លាយជាមនុស្សសុញគំនិតព្រោះអ្នករវល់តែសប្បាយជាមួយនឹងរឿងល្អៗទាំងនោះភ្លេចគិតនិងភ្លេចត្រៀមខ្លួនទុកជាមុនដើម្បីទប់ទល់នឹងរឿងអាក្រក់នានាដែលអាចនឹងចូលមកក្នុងឆាឆៅជីវិតរបស់អ្នកក្នុងថ្ងៃណាមួយរឿងអាក្រក់ពិតតែអ្នកចង់ជួបតែរឿងពេលខ្លះវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំឆ្លៀសវៃនិងចេះត្រៀមខ្លួនទុកមុនជានិច្ចហើយរឿងអាក្រក់
ក៏វាជាផ្លូវនាំអ្នកឆ្ពោះទៅរកភាពល្អផងដែរ24ចែកគ្នារស់អ្នករៀនបានច្រើនមានសញ្ញាបត្រធំត្រូវធ្វើជាមនុស្សដែលអ្នកដទៃអាចពឹងពាក់បានមិនមែនទៅមើលងាយមនុស្សល្ងងជាងខ្លួននោះទេអ្នកមានទ្រព្យសម្បត្តិច្រើនត្រូវធ្វើជាមនុស្សដែលអ្នកដទៃអាចរាប់រកបានមិនមែនទៅមើលងាយមើលថោកអ្នកដែលខ្សត់ខ្សោយជាងខ្លួននោះឡើយអ្នកខ្លាំងត្រូវជួយអ្នកទុនខ្សោយមិនមែនទៅជិះជាន់អ្នកទុនខ្សោយឡើយកើតជាមនុស្សត្រូវតែចែកគ្នារស់មិនត្រូវដណ្ដើមគ្នារស់តាមរយៈការយកប្រៀបលើអ្នកដទៃដោយខ្លួនមានចំណុចល្អជាងគេនោះទេអ្នកចង់ឲ្យខ្លួនអ្នកនិងគ្រួសារអ្នករស់មានក្តីសុខអ្នកដទៃក៏ចង់ឲ្យខ្លួនគេនិងគ្រួសាររបស់គេរស់នៅយ៉ាងមានក្តីសុខដូចគ្នាដែរ